សូមបងប្អូនអញ្ជើញទស្សនាផ្ទះមួយទៀតជាមួយខ្ញុំបាទផ្ទះនេះមានទំហំ2600 square feet មាន4បន្ទប់គេងមាន3បន្ទប់ទឹកកន្លះបងប្អូនបាទឆ្វេងដៃខ្ញុំនេះគឺ study room បងប្អូនស្អាតមែនតើបាទ living room ជាមួយនឹងចក្រានបាយបងប្អូនជាប់គ្នាហ្មងសម័យក្រោយនេះគេធ្វើអញ្ចឹងសឹងថា 90% ជាងគឺថា living room ជាមួយចក្រានបាយគឺអត់មានជាងខានបងប្អូនហើយជាពិសេសនេះគឺ high ceiling បងប្អូនផ្ទះនេះបាទពីដានខ្ពស់ល្អអញ្ចឹងស្រឡះយើងអង្គុយទៅវាអត់សូវហប់តែបងប្អូនអូខេសូមបងប្អូនជួយទៅមើលខាងចក្រានបាយវិញហើយបន្ទាប់មកគឺកន្លែងញ៉ាំបាយមកនេះឃើញទេកន្លែងញ៉ាំបាយគឺជាប់នឹងចក្រានបាយនឹងទៅមកបងប្អូនបាទហើយយើងមើលទៅ backyard សារណាបងប្អូនអើយបាទតោះអញ្ជើញទៅមើល backyard សិនមុនមើលក្នុងបន្ទប់បាទអូធំមែនតើ master bedroom បាទផ្ទះទាំងអស់គឺថានៅជាន់ក្រោមគឺ master ហើយ master គឺគេធ្វើនៅខាងផ្នែកក្រោយដើម្បីឲ្យបានយើងមាន view មើលទៅ backyard ហ្នឹងបងប្អូនសូមជើញមើល master bathroom ទាំងអស់គ្នាបាទបងប្អូនសូមជើញឡើងទៅមើលខាងលើទាំងអស់គ្នាបាទបាទបងប្អូនក្រោយពីទស្សនាផ្ទះនេះហើយមានអារម្មណ៍យ៉ាងណាដែរបាទបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចចុចតាក់ទងមកខ្ញុំជំរាបជូនបាទសូមអរគុណច្រើនជំរាបលាបាទ